រៀបត្រីចងចាំលើកទី6បង្វែរពីកម្មវិធីសប្បាយៗមកជាមូលនិធិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនពិសិដ្ឋសម្រាប់កម្មវិធីរាត្រីចងចាំលើកទី6នៅក្នុងឆ្នាំនេះមិនបានរៀបចំកម្មវិធីសប្បាយៗដូចរាល់ឆ្នាំនោះទេផ្ទុយទៅវិញកម្មវិធីបែរជាបង្វែរទៅជាកម្មវិធីមូលនិធិគាំទ្រដល់វីរៈកងទ័ពនិងជនពិសិដ្ឋវិញសម្រាប់សិល្បករសិល្បករនីដែលបានចូលរួមនាកម្មវិធីរាត្រីចងចាំលើកទី6កាលពីថ្ងៃទី15ខែធ្នូនេះនៅសាលមធ្យមវិចិត្រសិល្បៈកន្លងមកនេះម្នាក់ៗបានអំពាវនាវដល់សប្បុរសជនចូលរួមជួយដល់កងទ័ពនិងជនពិសិដ្ឋតាមលទ្ធភាពមិនថាថវិកាស្បៀងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីជួយដល់កងទ័ពព្រមទាំងជនពិសិដ្ឋដោយបានដឹងស្រាប់ហើយថាពេលនេះចំនួនជនភៀសសិទ្ធបានកើនឡើងជាច្រើនជារៀងរាល់ថ្ងៃក្រោយរដ្ឋកិច្ចពីការវាយប្រហាររបស់កងទ័ពសៀមនៅក្នុងឱកាសបើកកម្មវិធីរាត្រីចងចាំនេះផងដែរលោកជំទាវបណ្ឌិតសភាចារភឿងសកលណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថានៅចំពោះមុខស្ថានភាពដ៏លំបាកនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរួមកម្លាំងសាមគ្គីជាកម្លាំងតែមួយនិងគាំទ្រនិងជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកជាស្នាដៃរបស់អាទិទេពនឹងទទួលរងការចុះនរក32ជាន់រហូតដល់ពេលអស់ព្រះច័ន្ទនិងព្រះអាទិត្យយើងសង្ឃឹមថាបណ្ដាសាទាំងនេះនឹងធ្លាក់ដល់ជនណាដែលបានបំផ្លាញនៅប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើងនេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារតកូនតចៅមូលនិធិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនភៀសសិទ្ធនៅតែបន្តទទួលជំនួយពីបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជារៀងរាល់ថ្ងៃដែលមានទីតាំងនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈមិនថាថវិកាស្បៀងសម្ភារៈប្រើប្រាស់ផ្សេងៗ